បាទជំរាបសួរនិងសួស្តីទៅកាន់មួយទាំងអស់គ្នាថ្ងៃនេះអបអរសាទរខ្លួនឯងដែលមានថ្ងៃនេះរងចាំតាំងពីខែ9មករហូតដល់ខែ10នេះជិតពាក់កណ្ដាលខែ10ហើយទៅសម្រេចគោលបំណងបាននេះគឺជា iPhone 17 Pro Max បាទអញ្ចឹងមិនថាការតស៊ូគឺគង់តែបានសម្រេចទេដោយសារខ្ញុំគិតថាខ្ញុំនឹងអាចកាន់ផ្ទាល់ជាមួយនឹង17 Pro Max បានអានេះគឺទូរស័ព្ទភ្ញៀវបាទភ្ញៀវយកមកបិទឡេនការពារហើយនឹងស្គុតការពារទឹកថ្នាំអញ្ចឹងគឺខ្ញុំរងចាំបិទស្គុតទេបាទហ្នឹងហើយអញ្ចឹងមិនមែនទូរស័ព្ទខ្ញុំទេគឺទូរស័ព្ទភ្ញៀវបាទគាត់យកមកបិទឡេនហើយនឹងស្គុតខ្នងការពារទឹកថ្នាំរបស់គាត់អញ្ចឹងណាអញ្ចឹងក៏អរគុណភ្ញៀវដែរដែលគាត់បានយកមកបិទស្គុតនៅកន្លែងខ្ញុំបាទអរគុណច្រើនបាទហើយសម្រាប់17 Pro Max នេះគឺក្លិនដូចតែទូរស័ព្ទធម្មតាដែលអត់ឈ្ងុយអត់អីទេបាទដូចតែទូរស័ព្ទយើង11 12 XS Max អីហ្នឹងគឺធំក្លិនដូចគ្នាបាទធ្លាប់ឮគេថាឈ្ងុយអីចឹងណាតែយកមកហិតផ្ទាល់គឺអត់ទេបាទធំក្លិនធម្មតាដូចគេដូចឯងដែរបាទអរគុណច្រើនសម្រាប់ការគាំទ្រអរគុណ